មាននិយាយរឿងខ្មោចយូរខ្លាំងមែនតើអញ្ចឹងថ្ងៃហ្នឹងគឺខ្ញុំមានសាច់រឿងខ្មោចមួយដែលខ្ញុំធានធានាថាអ្នកទាំងគ្នាស្ដាប់ហើយគឺព្រឺសបល់ហ្មងជាពិសេសសម្រាប់អូនអ្នកដែលគាត់ក្រោម18ឆ្នាំបើសិនជាអាចកុំស្ដាប់នៅវីដេអូហ្នឹងដោយសារតែរឿងខ្មោចមួយហ្នឹងគឺវារន្ធត់ខ្លាំងមែនតើរឿងរ៉ាវមួយនេះគឺមិនមែនកើតឡើងនៅក្នុងមន្ទីរពេទ្យសាលារៀនផ្ទះជួលទេក៏ប៉ុន្តែរឿងមួយនេះគឺកើតឡើងជាក់ស្ដែងនៅក្នុងកំឡុងពេលដែលការបោះតង់ណាអញ្ចឹងការបោះតង់ហ្នឹងគឺខ្ញុំសូមបញ្ជាក់ថាជាការបោះតង់មួយលក្ខណៈខ្នាតធំដោយសារតែបងដែលគាត់បានចែកម្លេចមកខ្ញុំនឹងគាត់គឺជាក្រុមបងម៉ូតូធំអញ្ចឹងគឺពួកគាត់ដើរបោះតង់ម្ដងគឺសិតតែមួយខែពីរខែហ្មងគឺត្រៀមអវ៉ាន់របៀបថាពេញម៉ូតូហ្មងគឺមានទាំងមីមានទាំងបាយមានទាំងរបស់របរដែលធ្វើឲ្យគាត់អាចចំអែតកាពះបានអញ្ចឹងណាអញ្ចឹងសាច់រឿងមួយនេះគឺវាកើតឡើងកំឡុងពេលកាលពី3ឆ្នាំមុនអ្នកទាំងគ្នាគឺវាមិនយូរពេកហើយក៏វាមិនលឿនពេកដែរ3ឆ្នាំបើយើងគិតទៅបើសិនជាខ្មោចនឹងលងសាហាវគឺយើងនៅចាំអត់ភ្លេចទេគឺដូចលងពីម្សិលមិញអញ្ចឹងបងដែលគាត់បានចែកម្លេចមកខ្ញុំនឹងគាត់បានប្រាប់ថាគាត់ទៅបោះតង់លក្ខណៈខ្នាតធំនឹងគឺមានទាំងអស់8ម៉ូតូមួយម៉ូតូមួយនឹងគឺសិតតែអ្នកមានគូទាំងអស់គឺមិនមែនរបៀបថាអ្នកមានអ្នក single អ្នកអីទេគឺទៅនឹងសិតតែអ្នកមានគូហើយសិតតែអ្នកដែលគាត់របៀបថាស្រឡាញ់នៅការបោះតង់ដើរផ្សងព្រេង adventure ស្វែងរកកន្លែងដែលស្អាតអញ្ចឹងណាអញ្ចឹងគឺពួកគាត់ចេញទៅនឹងគឺកំឡុងពេលម៉ោង3កន្លះភ្លឺដោយសារតែកន្លែងដែលគាត់បោះតង់ហ្នឹងគឺរបៀបថាមានកោដៅទេគឺយើងចេញទៅធ្វើម៉េចឲ្យតែយើងចេញផុតពីពេញហើយដើម្បីកុំឲ្យស្ទះហើយមួយទៀតហ្នឹងគឺឆាប់បានទៅស្វែងរកនៅកន្លែងថ្មីកុំឲ្យពេលដែលយើងទៅដល់កន្លែងបោះតង់ហើយមេឆាប់ល្ងឹតអីចឹងទៅអញ្ចឹងនៅពេលដែលគាត់ចេញម៉ោង3កន្លះភ្លឺហ្នឹងគឺវាលឿនមែនតើអញ្ចឹងម្នាក់គឺល្ងួយគេងប៉ុន្តែដោយសារតែការស្រឡាញ់នៅការបោះតង់គឺម្នាក់ស្វាហាប់ហ្មងទោះបីជាល្ងួយគេងមែនប៉ុន្តែព្រុតដៃព្រុតជើងគ្នាសាហាវមែនតើគឺទៅដោយមិនស្ទាក់ស្ទើរអ្នកទាំងគ្នាអញ្ចឹងនៅពេលដែលគាត់ជិះចេញពីពេញទៅដល់ខេត្តដែលគាត់ត្រូវទៅហ្នឹងគាត់ក៏បានចូលទៅកន្លែងដែលគេលក់សាច់គោនៅក្នុងផ្សារតាមខេត្តនីមួយៗដែលគាត់ទៅអញ្ចឹងទៅគឺទិញសាច់គោទិញអង្គតិចតួចទិញបន្លែទិញម្ទេសទិញបៀទិញទឹកក្រូចអីចឹងណាអ្នកដែលគាត់ញ៉ាំបៀក៏ទិញបៀអ្នកដែលគាត់ញ៉ាំទឹកក្រូចក៏ទិញទឹកក្រូចទៅអញ្ចឹងនៅពេលដែលគាត់បាន prepare រៀបចំឡើងមកអែមហ្មងណាអញ្ចឹងនៅពេលដែលគាត់រកកន្លែងបោះតង់បានហ្នឹងគាត់គិតថាកន្លែងបោះតង់ហ្នឹងគឺវាស្អាតមែនតើគឺគាត់អត់ដែលឃើញមានណាគេថតពាក់ព័ន្ធជាមួយនឹងទេសភាពកន្លែងហ្នឹងទេជាពិសេសគឺអត់សូវមានបងអ្នកដែលគាត់ដើរលេងស្គាល់កន្លែងហ្នឹងហើយដោយសារកន្លែងហ្នឹងតតែអ្នកជិះម៉ូតូដូចគាត់ជិះឡើងភ្នំជិះរបៀបថារកក្លុកក្លៀនអញ្ចឹងណាទើបឃើញដោយសារតែកន្លែងហ្នឹងគឺវាស្អាតពេកវាទំនងអញ្ចឹងពួកគាត់ក៏បានបោះតង់កន្លែងហ្នឹងជុំគ្នា8ម៉ូតូហ្នឹងទៅសារតែគ្នាគាត់ច្រើនអញ្ចឹងការរៀបចំតង់ក៏ដូចជាធ្វើម្ហូបធ្វើអីហ្នឹងគឺយើងចែកគ្នាបានល្អមែនតើផុសរៀបតង់ទៅស្រីធ្វើការធ្វើម្ហូបចឹងទៅអញ្ចឹងនៅពេលដែលគាត់រៀបចំរួចរាល់ហ្នឹងខ្ញុំភ្លេចប្រាប់ថាគាត់ទៅដល់ហ្នឹងគឺម៉ោង2 10ថ្ងៃហើយគាត់ទៅនាំរៀបចំហើយចឹងទៅម៉ោង1កន្លះជិត2ហើយអ្នកនរគ្នាអញ្ចឹងគឺពេលហ្នឹងគឺពួកគាត់រៀងហត់ហើយអស់កម្លាំងក៏ចាប់ផ្ដើមនាំគ្នាញ៉ាំបាយថ្ងៃតែបាយថ្ងៃហ្នឹងគឺវារៀងយឺតមែនតើគឺម៉ោងជិត2ថ្ងៃហើយអញ្ចឹងកំឡុងពេលដែលគាត់ញ៉ាំបាយថ្ងៃហ្នឹងអ្នកនរគ្នាគឺមានបងម្នាក់ហ្នឹងគឺអាចនិយាយបានថាតាំងពីក្មេងមកគឺគាត់មានកញ្ចៅឃើញខ្មោចមកអ្នកទាំងគ្នាអញ្ចឹងគឺកំឡុងពេលដែលគាត់ទៅណាមកណាអញ្ចឹងឲ្យតែគាត់មានអារម្មណ៍ថានៅនឹងមានព្រលឹងខ្មោចគឺពិតជាមានមែនអ្នកទាំងគ្នាដោយសារតែគាត់គឺពីក្មេងមកគឺគាត់ធ្លាប់ឃើញខ្មោចឆ្អះឆ្អន់អីអញ្ចឹងពូម៉ាក់គាត់ទាំង7អ្នកហ្នឹងទាំងប្រពន្ធគាត់ហ្នឹងក៏ដឹងដែរថាប្តីគាត់ជាអ្នកលឺថាកញ្ចៅឃើញខ្មោចអីអញ្ចឹងណាអញ្ចឹងកំឡុងពេលដែលញ៉ាំបាយនេះអ្នកទាំងគ្នាគឺវាឈុតមែនតែនបងដែលគាត់មានកញ្ចៅឃើញខ្មោចហ្នឹងគាត់បានអង្គុយបាយទៅដើមឈើជាមួយនឹងប្រពន្ធគាត់អង្គុយញ៉ាំអីចឹងទៅអញ្ចឹងនៅពេលដែលគាត់អង្គុយហ្នឹងអ្នកទាំងគ្នាស្រាប់តែគាត់បានឃើញជាមួយនឹងសម្មៅគឺរត់កាត់ប្រពន្ធគាត់ហ្មងទាំងដែលប្រពន្ធគាត់ហ្នឹងកំពុងអង្គុយចិត្តគាត់ហើយគឺសម្មៅខ្មៅហ្នឹងរត់កាត់ប្រពន្ធគាត់ហើយគឺសប្បាយមែនតើអញ្ចឹងបងប្រុសដែលគាត់ជាអ្នកដែលកញ្ចៅឃើញខ្មោចហ្នឹងគាត់តែឃើញប៉ុណ្ណឹងណាគាត់ប្រាប់ព្រឹងនឹងទៅកាន់ប្រពន្ធគាត់នឹងធីមគាត់លឿនមែនតើគឺគាត់អត់មានថាស្ទាក់ស្ទើរអីទេអញ្ចឹងធីមគាត់គ្រាន់តែលឺពួកម៉ាក់ដែលជាមនុស្សម្នាក់ដែលតែងតែឃើញខ្មោចអីចឹងណាប្រាប់ប៉ុណ្ណឹងណាពួកគាត់គឺអត់ចាំយូរទេគឺរៀបចំតង់ហើយនឹងសម្ភារៈផ្សេងហ្នឹងគឺចេញឡើងលឿនក៏ប៉ុន្តែអ្នកទាំងគ្នាដឹងហើយតង់រហូតដល់8តង់
សួរថាយើងរៀបរយៈពេល10នាទីអីតន់ទេគឺមិនតន់ទេអញ្ចឹងរៀបមួយអ្នកទាំងគ្នាហើយកំឡុងពេលដែលរៀបតង់ហ្នឹងអ្នកទាំងគ្នាគឺស្រាប់តែមេឃធ្លាក់ភ្លៀងខ្លាំងមែនតើអញ្ចឹងមានអារម្មណ៍ថាធីមគាត់ទាំងបងឃើញខ្មោចទាំងប្រពន្ធគាត់អីហ្នឹងគឺមានអារម្មណ៍ថាកន្លែងហ្នឹងគឺគេឲ្យយើងសុបាយទេគឺគេចង់ធ្វើបាបយើងហ្មងដោយសារតែដូចថាយើងមកអញ្ញៃកន្លែងគេអីចឹងទៅអញ្ចឹងនៅពេលដែលតំណមរៀបតង់ហើយគឺម្នាក់សើមជោគអ្នកទាំងគ្នាឲ្យអត់សុបាយទេមានអារម្មណ៍ថាវាគឺជាលើកទី1សម្រាប់ពួកគាត់ដែលបោះតង់ឲ្យជួបរឿងបែបហ្នឹងគឺវារន្ធត់មែនតើគឺបងដែលគាត់ទឹកតែបានឃើញព្រលឹងខ្វាក់រត់កាត់នឹងហើយសិតតែមេឃភ្លៀងអញ្ចឹងណាអញ្ចឹងនៅពេលដែលគាត់រៀបចំហើយប្រហែលជា1ម៉ោងហ្នឹងអ្នកទាំងគ្នាពួកគាត់ក៏បានរៀបចំជិះម៉ូតូទៅកន្លែងមួយទៀតដោយសារតែគាត់ស្វែងរកកន្លែងណាដែលសុវត្ថិភាពអញ្ចឹងហើយពួកគាត់មកនេះក៏ឆ្ងាយដែរគឺមិនអាចត្រឡប់ទៅពេញវិញបានទេអញ្ចឹងក៏រកកន្លែងដូចថាយើងជិះម្លងភ្នំមួយទៅភ្នំមួយអញ្ចឹងណារហូតដល់រៀងខ្ទង់ពេលយប់ហ្នឹងអ្នកទាំងគ្នាខ្ទង់លឿនថាថ្ងៃលិចអញ្ចឹងទៅម៉ោង6កន្លះម៉ោង7ទៅគាត់ហៅកន្លែងឃើញថ្មីមួយទៀតចង់ដោយសារតែម្នាក់គឺជិះចកជិះឡើងអស់កម្លាំងខ្លាំងមែនតើចង់ក៏សម្រេចចិត្តទៅឈប់នៅកន្លែងមួយជាកន្លែងភ្នំបែរទៅទឹកជ្រោះអញ្ចឹងទឹកជ្រោះហ្នឹងក៏ស្អាតដែរប៉ុន្តែម្នាក់លេងមានអារម្មណ៍ថាស្អាតដែរដោយសារតែល្ងួយគេងអស់កម្លាំងហើយបងប្រុសដែលគាត់ជាអ្នកដែលឃើញខ្មោចហ្នឹងក៏បាននិយាយអញ្ចឹងម្នាក់មានអារម្មណ៍ថាស្លុតរបៀបថាស្លុតអីចឹងទៅអញ្ចឹងពួកគាត់ក៏បានបោះតង់នៅកន្លែងដែរទឹកជ្រោះហ្នឹងអញ្ចឹងខ្ញុំសូមបញ្ជាក់ថាយប់ហ្នឹងគឺមានរឿងអីកើតឡើងទេកាត់ចូលមកដល់ព្រឹកស្អែកអ្នកទាំងគ្នាផុសយប់មិញមានរឿងអីកើតឡើងទេត្រូវទេប៉ុន្តែងើបមកពេលព្រឹកស្អែកអ្នកទាំងគ្នាលឺអ្នកទាំងគ្នានៅរន្ធត់ហ្មងគឺដឹងមិនទេនៅពេលដែលពួកគាត់ងើបពីគេហ្នឹងអ្នកទាំងគ្នាតង់ពួកគាត់នីមួយហ្នឹងគឺមានស្នាមកញ្ញៅស្នាមហ្នឹងកញ្ញៅដូចមិនមែនស្នាមកញ្ញៅរបស់សត្វឬក៏ខ្លាអីទេគឺកញ្ចក់ដៃមនុស្ស5ហ្មងអ្នកទាំងគ្នាគឺកញ្ញៅតង់គាត់ទាំងអស់ហ្មងគឺវាគួរឲ្យខ្លាចខ្លាំងមែនតើអញ្ចឹងបងដែលគាត់ជាអ្នកដែលឃើញព្រលឹងខ្មោចហ្នឹងគាត់តែឃើញបែបហ្នឹងគឺគាត់របៀបថាគាត់អាចសម័យដឹងថានេះគឺជាអ្វីមួយដែលយើងមិនដែលឃើញគឺជាព្រាយភ្នំដូចខាងគាត់មានអារម្មណ៍មានយានអីចឹងទៅអញ្ចឹងក៏ឲ្យពួកគាត់បងទាំងអស់គ្នាដែលជាពួកម៉ាក់ឬក៏ប្រពន្ធឬក៏អ្នកណាក៏ដោយឲ្យតែមកដើរលេងនៅនឹងអញ្ចឹងគឺលឿនថាសាពះសុំគេហ្មងអ្នកទាំងគ្នាដោយសារតែរឿងមួយនេះគឺវារន្ធត់មែនតើគឺអ្នកទាំងគ្នាសម័យមើងើពីគេឲ្យឃើញស្នាមកញ្ញៅដែលជាស្នាមកញ្ចក់ដៃមនុស្សថាមនុស្សឯណាយកកញ្ចក់ទៅខ្ញៅតង់រហូតដល់លហែកតោះតែព្រីបិសាចអីអ្នកទាំងគ្នាដឹងអីចង់ពួកគាត់គ្រាន់តែសាពះសុំម្ចាស់ដីឲ្យពួកគាត់រៀបចំមកអំពេញវិញហ្មងអញ្ចឹងការបោះតង់ហ្នឹងគឺចាត់ទុកថាជាបទពិសោធន៍មួយដែលគួរឲ្យខ្លាចហើយពួកគាត់ម្នាក់លឿនថាលេងចង់ទៅបោះតង់ម្ដងទៀតទាំងដែលពួកគាត់ហ្នឹងគឺជាអ្នកដែលបោះតង់ចល័តអ្នកទាំងគ្នាគឺលឿនថាបោះតង់យូរឆ្នាំមែនតើប៉ុន្តែដែលជួបរឿងគួរឲ្យខ្លាចបែបហ្នឹងទៅតែសារហ្នឹងទេអ្នកទាំងគ្នាអញ្ចឹងនៅពេលដែលពួកគាត់រៀបចំតង់ត្រឡប់ទៅអំពេញវិញហ្នឹងអ្នកទាំងគ្នាជិះតាមផ្លូវផ្លូវមកអំពេញអត់ឃើញអូយអ្នកទាំងគ្នាខ្ញុំអត់ដឹងថាពួកគាត់បាននិយាយខំអត់ខុសកឬក៏មានបញ្ហាអីទេប៉ុន្តែបងដែលគាត់បានចាញ់ម្លេចមកខ្ញុំនោះគឺគាត់និយាយថាពួកគាត់អត់មានបាននិយាយអីខុសទេហើយក៏អត់មានដឹងថាខ្លួនឯងធ្វើអីខុសដែរមិនបានគេធ្វើបាបពួកគាត់អញ្ចឹងណាគាត់រកផ្លូវមកឃើញទេអ្នកទាំងគ្នារហូតដល់ដៃគូគាត់រៀងខ្លួនដែលជាស្រីហ្នឹងគឺយំឲ្យបន់ម្ចាស់ទឹកម្ចាស់ដីរហូតដល់គាត់យូរមែនតើទើបរកផ្លូវមកភ្នំពេញវិញឃើញអញ្ចឹងនេះគឺជារឿងរ៉ាវមួយដែលរន្ធត់មែនតើអញ្ចឹងសម្រាប់អ្នកទាំងគ្នាអ្នកដែលគាត់ទស្សនាវីដេអូនេះហើយបើសិនជាមិនជឿក៏សូមមេត្តាកុំប្រមាថដោយសារតែរឿងរ៉ាវមួយនេះគឺខ្ញុំទទួលបានមកពីបងអ្នកដែលគាត់ចូលចិត្តនៅវីដេអូសម្រាប់រឿងខ្មោចរបស់ខ្ញុំទេគាត់បានចែកម្លេចមកខ្ញុំអញ្ចឹងណាហើយវាក៏ជាសារដាស់តឿនមួយដែរសម្រាប់អ្នកដែលគាត់ទៅព្រៃបើសិនជាយើងជាមនុស្សម្នាក់ដែលខ្លាចព្រលឹងខ្មោចអីហ្នឹងខ្ញុំសូម recommend ថាកុំឲ្យទៅព្រៃភ្នំដោយសារព្រៃភ្នំគឺមានកន្លែងដែលគេលឿនថាផ្ទះរបស់គេអញ្ចឹងណាអញ្ចឹងបើសិនជាយើងអត់មានចំណេះជំនាញឬក៏យើងខ្លាចខ្មោចឬក៏យើងលឿនថាអត់ចង់ជួបអញ្ចឹងយើងកុំទៅឲ្យសោះដោយសារតែនៅព្រៃគឺជាកន្លែងរបស់គេអញ្ចឹងតែធម្មតាតែយើងទៅសើចលោឡាញញ៉ៃអីអញ្ចឹងគេអត់ពេញចិត្តយើងទេអញ្ចឹងអរគុណអ្នកទាំងគ្នាមែនតើសម្រាប់ការទស្សនានៅវីដេអូរឿងខ្មោចរបស់ខ្ញុំបើសិនជាចូលចិត្តកុំភ្លេចឲ្យបែរដងផងហើយកុំភ្លេចចូលទៅក្នុង YouTube ដើម្បី follow នៅ account YouTube របស់ខ្ញុំផងអរគុណអ្នកទាំងគ្នាមែនតើដែលបាន follow នៅ account YouTube Talk with Salitaខ្ញុំបានដាក់លើហ្នឹងគឺខ្ញុំទទួលបាន follow បាន 1k ជាងហើយគឺអរគុណមែនតើអញ្ចឹងបើសិនជាចូលចិត្តនៅការសម្ដែងរបស់ខ្ញុំក៏ដូចជាមានរឿងរ៉ាវដែលអ្នកទាំងគ្នាចង់ចែកម្លែកគឺអាចចែកម្លែកមកខ្ញុំបានតាម social media ដែលខ្ញុំដាក់លើនឹងបានអញ្ចឹងជួបគ្នានៅវីដេអូក្រោយទៀតណាជាមួយខ្ញុំ Salita បាយបាយ